ចាស់ទុំនេសាទកាប់អស់មាត់ទន្លេសាមនឹងមើលព្រះច័ន្ទរដូវស្លឹកឈើជ្រុះនិងខ្យល់រដូវផ្ការីកយើងសុនចុងមើលគ្រប់គ្រងដែនដីជាងតុង5ស្រុក81ខេត្តខ្លាក្រាបនៅជាងណានតើអ្នកណាហ៊ានមករករឿងវើយភ្នំខៀវស្រងាត់នៅតែឈររឹងមាំឆ្លងកាត់ពន្លឺថ្ងៃលិចក្រហមឆ្អៅប៉ុន្មានដងហើយចាស់ទុំនេសាទកាប់អស់មាត់ទន្លេសាមនឹងមើលព្រះច័ន្ទរដូវស្លឹកឈើជ្រុះនិងខ្យល់រដូវផ្ការីកខ្ញុំលាវសៀនទឺកូនចៅស្ដេចជិងនៃចុងសានស្បត់ថានឹងស្ដាររាជវង្សហានឡើងវិញនាំសន្តិភាពមកផែនដីស្បត់ថានឹងស្ដាររាជវង្សហានឡើងវិញនាំសន្តិភាពមកផែនដីព្រះស៊ូអេមម៉ងគាត់អាចកោះហៅវីរបុរសថ្មីបាន3នាក់ទៀតតើព្រះស៊ូសូមជួយរំដោះអ្នកប្រាត់ប្រទេសយើងផងទៅកុំឲ្យពួកចោរភពកាយយកពួកគាត់ទៅប្រើប្រាស់ឲ្យសោះណាហើយបានវីរបុរស3នាក់ភ្លាមអញ្ចឹងយ៉ាងម៉េចដែរទាហានធំទាំង12របស់លោកម្ចាស់គូហឺម្នាក់អាចវាយមួយទល់នឹង3ហៅមក30នាក់ទៀតក៏អត់ប្រយោជន៍ដែរហ្មងស៊ូឆាងឈីងឯងធ្វើរឿងធំដុំដល់ថ្នាក់នឹងបានមកវិញតែ3នាក់សោះរាជវង្សាថ្ងៃនេះត្រូវតែកប់ក្នុងដែកអញហើយវើយគួនយុនឆាងនៅទីនេះហើយកុំសង្ឃឹមថាប៉ះពាល់ម្ចាស់យើងបានសំបីតែបន្តិចណាឧត្តមសេនីយ៍ខ្លាទាំង5នៅទីនេះតើនរណាហ៊ានប៉ះបងប្រុសយើងឧត្តមសេនីយ៍កម្ពុជាទាំង5នៅទីនេះកុំហ៊ានប៉ះម្ចាស់យើងវើយកងទ័ពខ្លាំងជាងតុងនៅទីនេះកំចាត់សត្រូវទាំងអស់ហ្មងពួកព្រៃផ្សៃហ៊ានយានស្រមៃចង់ប៉ះពាល់រាជវង្សាផងហាសថ្ងៃនេះអញនឹងឲ្យពួកឯងបានឃើញច្បាស់ហ្មងថាតើវីរបុរសសាមកុកដណ្ដើមផែនដីវាយ៉ាងម៉េចមិនអាចទេរាជវង្សាមិនក៏មានវីរបុរសច្រើនម្លេះព្រះអើយនេះមានជាង20នាក់ហើយណោះទាហានធំទាំង12មិននឹងវាឈ្នះមនុស្សច្រើនលឹងពួកយើងប្រហែលជាត្រូវចាញ់ហើយមែនទេព្រះស៊ូអេមម៉ងអ្នកដែលទៅតែនិយាយថាហៅ30នាក់ចេញមកមិញនឹងព្រះស៊ូពិតជាហៅមក30នាក់មែនឥឡូវអញលេងសប្បាយចិត្តហើយតើណោះហាទូសំដែងរាជវង្សាស្អកក៏បាត់ហើយតើចាំមើលឯងនៅចង់លេងសៀកអីទៀតបើខ្លាំងហៅវីរបុរសមកទៀតមកបាត់សម្លេងហើយឯងគ្រាន់តែជាសម្រាមទេវើយប្រញាប់លុតជង្គង់ចុះចូលជាមួយពូជសាសស៊ីងយូដ៏អស្ចារ្យទៅឥទ្ធិពលថ្នាំទីបំផុតចេញរឹតហើយទោះបីឯងហៅវីរបុរសមកបានច្រើនយ៉ាងហ្នឹងក៏បានប្រយោជន៍អីទៅ